តែបើយើងនិយាយមកមើលរឿងយើងវិញជាទូទៅបនទៀនខ្លះតាមខ្ញុំឃើញគឺបនទៀនខ្លះគឺវាមានរបស់សាសនាភ្ជាប់ជាមួយឧទាហរណ៍ជាក់ស្ដែងភ្ជុំបិណ្ឌអញ្ចឹងសាសនាផ្សេងគាត់អត់ចូលរួមទេគាត់អត់ទៅវត្តដូចយើងទៅបោះបាយបិណ្ឌអីទេប៉ុន្តែយើងក៏លេចមកមើលបនចូលឆ្នាំចង់មិនចង់សាសនាអីក៏ដោយដែលនៅក្នុងប្រទេសកម្ពុជាយើងគឺគាត់មិនប្រតិបត្តិសាសនាទេប៉ុន្តែគាត់ចូលរួមដូចគ្នាបាទគាត់មានអា festivity អារម្មណ៍មួយដែលជាបុណ្យប្រពៃណីហ្នឹងគឺគាត់ចង់ចូលរួមផ្នែកណាមួយដែលគាត់អាចទៅបានគាត់ដើរលេងនិយាយទៅចូលឆ្នាំហ្នឹងដើរលេងទៅផ្ទះសម្រាប់ពីការងារបាត់ហាងអត់លក់ដូរឬក៏ទៅចូលរួមកម្មវិធីណាមួយនៅក្នុងរបត់ចូលឆ្នាំហ្នឹងតែសម្រាប់លោកគ្រូបងមានអារម្មណ៍ថាអ្វីទៅដែលជាចំណុចបែងចែកបុណ្យចូលឆ្នាំប្រពៃណីជាតិជាមួយនឹងបុណ្យផ្សេងដែលមើលដែលនៅក្នុងរបត់នេះតើវាខុសគ្នាបែបហ្នឹងអត់ដែលបនចូលឆ្នាំខ្មែរมันមានផ្សារភ្ជាប់ជាមួយនឹងសាសនាដែលมันបែងចែកសាសនាឲ្យចូលរួមបងមានគិតចឹងអត់ដែលបងចង់សួរហ្នឹងត្រង់ថាក្នុងពេលហ្នឹងអ្នកដែលមានជំនឿទៅគ្រប់ប្រតិបត្តិសាសនាផ្សេងពីពុទ្ធសាសនាគឺតែងតែមកកំសាន្តសប្បាយជាមួយគ្នាលើកលែងតែថាអ្នកដែលគាត់កាន់អ៊ីស្លាមគាត់អត់យកចង្ហាន់ទៅប្រគេនព្រះសង្ឃទេព្រោះมันជាសាសនាដែលគាត់គោរពប្រតិបត្តិទេតែស្អីផ្សេងគាត់ចូលរួមបាទខ្ញុំឃើញអញ្ចឹងតែប៉ុន្តែគ្រាន់ថាយើងបកត្រឡប់មកវិញថាពេលហ្នឹងជាប្រពៃណីជាតិទាំងមូលបាទគាត់ជាជនជាតិហ្នឹងប៉ុន្តែជាតិទាំងមូលគឺខ្មែរដូចគ្នាប្រពៃណីជាតិខ្មែរហើយធំជាងគេគឺបនចូលឆ្នាំហ្នឹងបាទអំទូកំដៅនឹងប្រជុំមានតំបន់ខ្លះក៏គាត់ប្រតិបត្តិខ្លះក៏អត់ដែរប៉ុន្តែចូលឆ្នាំខ្ញុំថាដូចមិនមានចន្លោះភូមិស្រុកសហគមន៍ណាដែលមិនធ្វើទេម្ល៉េះហើយអារម្មណ៍ដែលគាត់ចូលរួមហ្នឹងបានទាំងអស់ហើយចេះបកត្រឡប់វិញថាចូលឆ្នាំនេះអត់មានជារឿងពុទ្ធសាសនាទេអត់ទេបើយើងគិតនៅក្នុងបរិបទនៃការសិក្សាស្រាវជ្រាវជាប្រពៃណីទេគ្រាន់តែមកភាគធំនៃប្រជាពលរដ្ឋខ្មែរគោរពប្រតិបត្តិពុទ្ធសាសនាឱកាសដែលយើងធ្វើស្អីក៏ដោយយើងច្រើនតែមានប្រសង់និមន្តប្រសង់ទៅចូលរួមសាងកុសលព្រោះជាជំនឿយើងថាប្រសង់ទេសនាទូលមានថាការសាងបុណ្យគឺជារឿងដែលយើងត្រូវតែសន្សំឡោះហើយឱកាសហ្នឹងអ្នកខ្លះក៏និមន្តប្រសង់ទៅផ្ទះដើម្បីប្រោះព្រំទៅហើយណាក៏ប្រគេនបច្ច័យបាន 50000 នេះមិនចឹងបាទណែសាងកុសលអត់មានរឿងពុទ្ធសាសនាទេគ្រាន់ថាមានការនិទានភ្ជាប់ថាចូលឆ្នាំហ្នឹងដោយសារចេះអាហ្នឹងជារឿងប្រពៃណីទំនៀមទម្លាប់ដែលយើងជឿដែលយើងចងចាំបន្តគ្នាប៉ុន្តែជាការស្រាវជ្រាវក្នុងបរិបទនៃការស្រាវជ្រាវចូលឆ្នាំអត់មែនកើតមកពីពុទ្ធសាសនាទេពុទ្ធសាសនាបើយើងគិតទៅ2569នេះមិនទៅសប្ងាយបាទអញ្ចឹងទៅនៅក្នុងបៃដកណាមួយនិយាយរឿងចូលឆ្នាំអត់មានទេមិនអញ្ចឹងហើយខ្ញុំអត់បានអានតែអត់ទេដែលយើងជាអ្នកកាន់ពុទ្ធសាសនាជាទូទៅឱកាសហ្នឹងក៏និមន្តព្រះសង្ឃមកគាត់ធ្វើចង្ហាន់ទៅវត្តទៅហើយលេងទៅបាទដែលឡែកអ្នកដែលគាត់គោរពសាសនាដទៃគាត់មកលេងបាទមកលេងបានតាអត់មានប្រកែបកាន់ហើយមួយទៀតបើសិនជាយើងដករឿងរបាំងសាសនាចេញឬក៏និយាយឲ្យទលាយនៅក្នុងគំនិតសាសនាពុទ្ធសាសនាអត់មានប្រកាន់ទេសាសនាផ្សេងក៏អត់ប្រកាន់ដែរយើងត្រូវរួមគ្នាគឺថាទ្រឹស្ដីសាសនាមួយទូលមានឲ្យយើងមានការសន្តោសឲ្យមានការចូលរួមជាមួយគ្នាខ្ញុំរៀងបែកវងចរបន្តិចខ្ញុំរំភើបចិត្តនៅពេលដែលយើងមានវិបត្តិសង្គ្រាមឈ្លានពានសៀមឈ្លានពានយើងព្រះសង្ឃពុទ្ធសាសនាយករបស់មកកញ្ចប់ឲ្យទៅស្ត្រីអ៊ីស្លាមសួរថាយើងប្រកាន់អត់មានប្រកាន់ទេយើងមិនមែនថាអូអាត្មាអញជាសាវករបស់ព្រះពុទ្ធអញមិនត្រូវឲ្យរបស់នេះទៅសាសនាដទៃអត់ទេហើយខ្ញុំឃើញគ្រូកងវិលគាត់ទៅជួបព្រះសង្ឃជាន់ខ្ពស់ជូនបច្ច័យដើម្បីយកទៅចាត់ចែងនៅក្នុងឱកាសហ្នឹងខ្ញុំគិតថាអត់មានរឿងអីដែលយើងត្រូវប្រកាន់គ្នានៅក្នុងពេលហ្នឹងហើយដោយលោកគ្រូមានប្រសាសន៍ពីខាងដើមអញ្ចឹងថាពេលចូលឆ្នាំជាពេលដែលយើង
มันប្រកាន់គ្នាស្រីប្រុសហើយសាសនាទំនៀមទម្លាប់ក៏អត់មានត្រូវប្រកាន់ដែរមិនចឹងព្រោះអាហ្នឹងវាជារឿងជាតិយើងទាំងមូលតា បាទ ជាប្រពៃណីជាតិទាំងមូលតាគាត់នៅមកក្នុងកម្រិតណាដែលគាត់អាចចូលរួមបានគាត់ចូលរួមទៅគាត់មិនចាំបាច់ទៅសមាទានសិលតាមលំអានពុទ្ធសាសនាទេប៉ុន្តែស្អីផ្សេងគាត់អាចចូលរួមបាន បាទ ឧទាហរណ៍គាត់អាចបរិច្ចាគទានពេលហ្នឹងទៅអ្នកអត់ឃ្លានជុំវិញគាត់ក៏ទៅបានដែរសាសនាដទៃណា បាទបាទ ហ្នឹងជាការសាងសេចក្តីល្អ បាទបើនិយាយទៅយើងមិនមែនដាក់ផ្លាកដែរអូហាមសាសនានេះចូលសាសនាសិទ្ធិបុគ្គល បាទ បាទបាទ ច្បាប់ក៏ចែងដែរតែមានសេរីភាពពេញទីខាងជំនឿ បាទបាទហើយការជជែកគ្នាលោកគ្រូមើលម៉ោងធំតិចទៀតលោកគ្រូម៉ោងបាយ